សួស្តីទាំងអស់គ្នាអញ្ចឹងវិលមកការជួបគ្នាមកទៀតហើយតាក់ទងនឹងដូចជំពូកទី4ដែលយើងនិយាយពី data analyst វគ្គទី2 part P ដែលយើងនិយាយពីការ database data processing modeling មានថាការធ្វើ data modeling ដែលប្រើប្រាស់ data flow diagram ដែលយើងនឹងបង្ហាញពីផ្នែកហ្នឹងអញ្ចឹងលោកគ្រូកុំឲ្យខាត់ពេលលោកគ្រូសូមធ្វើការថ្ងៃនេះម៉ោងនេះលោកគ្រូចាប់ផ្ដើមអនុវត្តពីការគូរ data flow diagram មានទាំង context diagram diagram 0និង chart diagram ដែលអ្នកនរនេះបានសិក្សារួចទៅហើយពីកន្លងមកពីមូលដ្ឋានគ្រឹះនៃការរៀនពី data flow diagram ពីនិមិត្តសញ្ញានៃការគូសការប្រើលក្ខខណ្ឌខ្លះៗនៅក្នុងការគូសនឹងដែលបានបង្ហាញនៅក្នុងវីដេអូមុនជាងថ្ងៃនេះលោកគ្រូសូមជាអនុវត្តនៃការគូសនៅរៀបចំពីការប្រើប្រាស់នៅ data flow diagram រាល់ការបញ្យលនៅក្នុងមេរៀននេះការលំហាត់នៅក្នុងនេះលោកគ្រូបានយកឯកសារមួយនេះយកមកសិក្សាស្រាវជ្រាវគឺមេរៀននេះគឺសភៅនេះបងប្អូនអ្នកទាំងអស់គ្នាលោកគ្រូបានជូនអ្នកទាំងអស់គ្នាអស់ហើយជាអ្នកនេះអាចមើលទៅក្នុងជំពូកទី4ហ្នឹងយើងនិយាយពី data processing modeling សភៅហ្នឹងគឺយើងបានឃើញជាក់ស្ដែងហើយសភៅហ្នឹងគឺ System Analysis ចំនួនទី12 edition គឺនិពន្ធយូរហើយបាទអញ្ចឹងសភៅនេះបានជាយោបល់ខ្ញុំលោកគ្រូឲ្យមើលសភៅហ្នឹងទៅហ្នឹងហើយអញ្ចឹងដើម្បីគូស data flow diagram គឺដំបូងឡើយគឺគេត្រូវធ្វើអីខ្លះអញ្ចឹងគេត្រូវរៀបចំមុនគេគឺ context diagram ក្នុងទស្សនបទណាអញ្ចឹងយើងមើល context diagram អ្វីជាយើងគូសហ្នឹងឥឡូវយើងមើលដឹងជាក់ស្ដែងគឺលោកគ្រូសូមសង្ខេបមកវិញបន្តិចអ្វីជាគូសទៅ data flow diagram ហ្នឹង data flow diagram គឺគេគូសទៅដើម្បីបញ្ជាក់ប្រាប់ទៅអ្នក developer អ្នកសរសេរ program ដើម្បីឲ្យគាត់យល់រៀបចំពីលំហូរនៃប្រព័ន្ធនឹងពីណាទៅណាអញ្ចឹងណា how data moves through an information system អញ្ចឹងបង្ហាត់បង្ហាញឲ្យយើងដឹងពីលំហូរពីមួយទៅមួយអញ្ចឹងណាដូចជានៅក្នុងនេះបងប្អូនបានឃើញនេះជាលក្ខណៈព័ត៌មានលំហូរតាក់ទងនឹង restaurant management system ដែលអ្នកនរគ្នាបានធ្វើការកម្មង់ហើយកម្មង់នឹងបានទទួលបាន receive ហើយបញ្ជូននឹងព័ត៌មានទៅកាន់អ្នកចុងភៅនឹង system នឹងបានបញ្ជូនទៅផ្នែក management តាក់ទងលម្អិតនៃការគូសហ្នឹងលោកគ្រូសូមរៀបចំជាលំហាត់មួយនៅក្នុងហ្នឹងអញ្ចឹងលោកគ្រូសូមចាប់ផ្ដើមនៅការគូសឲ្យដឹងថាតើយើងរៀបចំអីខ្លះក្នុងការហ្នឹងនេះគ្រាន់ជាប្រាប់ពីលំហូរនៃការប្រើប្រព័ន្ធទេតែមិនទាន់បានបញ្ជាក់នៅការរៀបចំគូសអ្វីទៅអ្វីណាលំហាត់ធ្វើម៉េចឲ្យអ្នកនរនេះបានយល់ដើម្បីរៀបចំ data flow diagram អ្នកនរគ្នាដំបូងឡើយគេត្រូវឲ្យយើងរៀបចំពី context diagram អ្វីជា context diagram diagram នេះ context diagram អ្នកនរគ្នាត្រូវរៀបចំឲ្យត្រូវ one page កុំឲ្យវាគូសឲ្យឆ្លងទំព័រដើម្បីឲ្យអ្នកអានអ្នកមើលទៅយល់ឆាប់យល់មើលទៅទំព័រយើងដឹងណាកុំឲ្យឆ្លងទៅពិបាកមើលបាទហើយ context diagram ហ្នឹងគឺយើងមាន process ដែលយើងត្រូវ should be នៅ context diagram ហ្នឹងគឺត្រូវដាក់ឈ្មោះនៅព័ត៌មានដាក់ឈ្មោះព័ត៌មានប្រព័ន្ធព័ត៌មានយើងណាបាទហើយឈ្មោះហាមរាច់ឈ្មោះអត់ឲ្យដូចគ្នាទេឈ្មោះ unique name ឈ្មោះទាំងពី process ក្តីទាំងពី external entity ក្តីត្រូវឈ្មោះឲ្យខុសគ្នាពីច្រើនគេអត់ឲ្យយើងគូសពីសញ្ញាដែលឆ្លងកាត់លើគ្នាទេតាមច្បាប់តាមនេះតាមទស្សនបទគេពិបាកនេះបាក់មើលអញ្ចឹងយើងគូសដល់គ្រប់ប៉ុន្តែបើជាមិនផុតទេច្បាស់ជាគូសហើយបាទព្រោះខ្លះ process វាច្រើនពេកបាទ data flow វាច្រើនពេកunique name reference ណា process អញ្ចឹងយើងចាប់ដើមកុំឲ្យខាត់ពេលដើម្បីគូសមុនគេគឺគេឲ្យគូស context diagram context diagram គឺជាអ្វី context diagram គឺជា diagram មួយ show the entire system គឺថាព័ត៌មានលំហូរនៃប្រព័ន្ធព័ត៌មានហ្នឹងគឺទាំងសរុបជារួមមិនបានជាលម្អិតនៅឡើយទេបាទយើងគូសមកគឺ the content one process ពីព្រោះអញ្ចឹងមួយ process ទេការរៀបចំ context diagram គេគូសតែមួយ process ទេយើងគូសតែមួយ process ទេហើយយើងមើលហើយ process ទី1គឺដាក់ឈ្មោះ0នឹងឯងall external entity ត្រូវបានភ្ជាប់ជាមួយនឹង data នឹងជាមួយ process ហ្នឹងឧទាហរណ៍នៅក្នុងនេះ
ចឹងការគូសកន្ទុយដៃការ៉ាមមានរូបភាពបែបហ្នឹងគឺមានមូ process តែមួយទេហើយ external entity ចូលរួមគ្នាដើម្បីភ្ជាប់ទំនាក់ទំនងនឹង process ហ្នឹងអញ្ចឹងណាបែបនេះជាបង្ហាញជារួមបាទហើយតើតើនឹងបង្ហាញលម្អិតលោកគ្រូនឹងបញ្ជាក់ពីនៅវគ្គក្រោយទៀតបាទអញ្ចឹងដល់កុំឲ្យខាត់ពេលលោកគ្រូនឹងឲ្យយើងយល់ពីការគូសពីដោយយោងទៅលើតម្រូវការដែលអ្នកទាំងអស់គ្នាដែលលោកគ្រូនឹងឲ្យយើងអនុវត្តឲ្យដឹងថាតើគេគូសវាបិចបាទអញ្ចឹងនៅក្នុងនេះលោកគ្រូនឹងបញ្យល់ពី data flow diagram ដូចបង្ហាញដូចខាងក្រោមនេះគឺជាតម្រូវការដែលយើងបានបញ្ជាក់ពីសកម្មភាពពីតម្រូវការរបស់ក្រុមហ៊ុនស្ថាប័នណាមួយដែលគេត្រូវការឲ្យយើងផ្ដល់នៅព័ត៌មានគេហៅថាផ្ដល់នៅ data requirement តម្រូវការនៃទិន្នន័យតម្រូវការនៃលំហូរនៃប្រព័ន្ធទិន្នន័យគេប្រាប់យើងឧទាហរណ៍មួយនៅក្នុងហ្នឹងអូនមើលគេថាចំណុចទី1ដែលគេបានផ្ដល់ឲ្យយើងគឺអតិថិជនគាត់បាន submit បាទ submit នៅ order ហើយនឹង process logic នឹងថា depend on ថា order នឹង depend on the process logic យើងដឹងហើយគឺវាអាស្រ័យទៅលើ logic របស់គេ process ដំណើរការវាចាក់ស្ដែងយ៉ាងម៉េចគេប្រាប់ថា fill order នៅ process order គឺពេលដែលយើងកំងទំនិញសូមបញ្ជាក់ system នេះគឺទាក់ទងនឹងការប្រើប្រាស់លើ online ការបញ្ជាទិញលើ online ordering system ដែលយើងកំងថាហើយគាត់ប្រាប់ថាអតិថិជននៅ online គាត់ធ្វើការ submit order តាមរយៈលើគេហទំព័រហ្នឹងហើយដែលពេល submit ហ្នឹងគឺមានការចុចលើការបញ្ជាទិញលើ fill order ការ click លើការកំងទិញនឹងឯងពេលកំងទិញគឺ system នេះនឹងបាន order នឹងឆ្លើយតបនៅ reject notice order ទៅឲ្យអតិថិជនវិញបើសិនក្នុងករណីបែបណានៅតាក់ទងនឹង logic របស់គេលក្ខខណ្ឌ process វាបើតាមមើលទៅក្នុងនេះគឺគេថានឹងលក្ខខណ្ឌ send reject ហ្នឹងគឺថាបដិសេធមិនអោយនេះក្នុងករណី head ផល2នៅក្នុងប្រព័ន្ធនេះ head ផលគឺទី1 product អត់មាន stock អាចទី2អាចអតិថិជនហ្នឹងគាត់អាចជំពាក់បានឬក៏អត់អញ្ចឹងណាគាត់ reject នៅព័ត៌មានទៅឲ្យនេះហើយ send packing list នឹងបញ្ជូនព័ត៌មានការកំងទិញបើសិនបើគាត់មិន reject ទេ system នឹងមិន reject ទៅឲ្យ customer ទេគាត់នឹងបញ្ជូនព័ត៌មានសារមួយទៅកាន់អ្នកកាន់ឃ្លាំងដើម្បីមើលអញ្ចឹងណាអញ្ចឹងទេអ្នកទាំងអស់នេះមើលទៅគូសវាមិនអញ្ចឹងដើម្បីឆ្លើយតបនឹងការគូសឲ្យអ្នកទាំងយល់បងអូនគូសទី1អ្វីដែលយើងគូសយើងរៀបចំ content diagram គឺមាន process ដាក់ឈ្មោះនៃប្រព័ន្ធនៅកណ្ដាលដូចរូបភាពនេះបាទបងអូនគូសទៅហើយពីនិមិត្តសញ្ញាគូសបងអូនអាចគូសស្អីក៏បានដែរ software ដែលយើងមានកម្មវិធីច្រើនគូស data flow មានច្រើនអញ្ចឹងបងអូនលោកគ្រូបានឲ្យអ្នកនរនេះគូសហើយមាន e-draw smart draw Microsoft Visio ច្រើនបាទអញ្ចឹងលោកគ្រូទូពេល download មកបងអូនគូសអញ្ចឹងទៅអញ្ចឹង process នៃ content diagram បងអូនគូសឈ្មោះនៃឈ្មោះប្រព័ន្ធមួយដោយដាក់លោកគ្រូនេះ order system ហើយនៅក្នុងហ្នឹងបងអូនដាក់នៅសញ្ញាលេខ0គឺ process គឺដំណើរការដំបូងគេចាប់ផ្ដើមពី0ជារួមអញ្ចឹងឆ្លើយតបនឹងការគូសមិញនេះអតិថិជនជាមួយនឹងដែល external entity ដែលតាក់ទងនេះមាន2គឺ customer និង warehouse អញ្ចឹង customer ក៏ធ្វើអីវិញដូចបញ្ជាក់មិញអញ្ចឹងគឺ submit order តាមរយៈការ fill order នឹងគឺ submit order នេះបងអូននេះ customer បងអូនយក order នេះដោយសារលោកគ្រូឲ្យយើងយល់នេះ order អូខេមានន័យថាគាត់ order ពេលនោះក្នុង process នេះនឹងគួរឲ្យយើងឃើញថា reject គឺ reject មកវិញមានន័យថា system នេះនឹងគេឲ្យចង់ឲ្យយើង system ធ្វើឲ្យយើង system ហ្នឹងទៅ check មើលនៅក្នុងប្រព័ន្ធនៅក្នុង data store នៅក្នុង table ដែលយើងបាន store ទុកនៅព័ត៌មាន stock ឬអីអ្នកនរនេះបាន design អ្នកនរនេះធ្លាប់រៀនមួយលោកគ្រូជួបមួយលោកគ្រូបាន design នៅក្នុងរួចឲ្យហើយគឺតាក់ទង table product មានចំនួននឹង stock ឲ្យទៅ check វាមិននឹងវីដេអូក្រោយនឹងបញ្ជាក់លម្អិតតាក់ទងនឹងការទៅ check ទៀតណាឥឡូវគាត់ដឹងថាប៉ុណ្្នឹងសិនគឺនេះនឹង reject order notice ទៅឲ្យ client វិញហ៎ back តទៅទៀត system បើសិនជាអស់មានបញ្ហាគាត់អត់មានអីទេ
គាត់អត់ reject ទេ system នឹងបញ្ជូនព័ត៌មានទៅឲ្យអ្នកកាន់ឃ្លាំងនេះដល់តែកាន់ឃ្លាំងគឺ packing list ធម្មតាបងអូនពេលបងអូនធ្វើប្រើប្រាស់ system មិនចាំបាច់ធ្វើទេប្រើប្រាស់ system អ្នកនរនេះកំពុងប្រើលើប្រព័ន្ធ Facebook ឧទាហរណ៍ឬក៏ Telegram ក្តីបងអូន send ទៅ sender អ្នកផ្ញើ send ទៅឲ្យអ្នកទទួលពីនោះយើង send ទៅអ្នកទទួលនឹងទទួលបាន notification មួយដូចជាជាក់ស្ដែងដូចនៅក្នុងពេលនេះគឺ warehouse ទទួលបាន notification មួយគឺ packing list ទទួលបានថាវិចខ្ចប់អីវ៉ៃវ៉ាន់ដែលត្រូវការគេកំងជោគជ័យគេត្រូវគាត់វិចខ្ចប់បញ្ជូនគាត់ដឹងថាអូកំងអីគេអញ្ចឹងណាហ្នឹងហើយបាទអញ្ចឹងពេលដែលយើងបញ្ចូលទៅយើងចូលឲ្យឃើញដល់ទៀតគឺយើងពេលគាត់ឃើញហើយគាត់ត្រូវការនេះមួយណាអូខេអញ្ចឹងយើងពេលគាត់ឃើញហើយយើងបញ្ចូលឃើញចេះមកគឺនេះ complete order វគ្គទី2បើសិនចប់ប៉ុណ្្នេះបាទក្នុងលក្ខខណ្ឌបែបនេះចប់ប៉ុណ្្នឹងអូនអញ្ចឹងពេលនោះយើងចូលដល់វគ្គទី2គឺអីគេខ្លះគេប្រាប់តម្រូវការយើងទៀតគេទៅសេប្រាប់ថា a complete order completed order ពេលគាត់ complete order ហើយ from warehouse ហ្នឹងគាត់បាន complete order បំពេញនៅ order នៅក្នុងនឹង warehouse input ចូលទៅក្នុងបង្កើតនៅបច្ចេកប័ត្រជាទូទៅធម្មតាបងធម្មតាគេកំងទៅ online មកគាត់នឹងឃើញគឺនឹង print បច្ចេកប័ត្រគាត់អាច print ទៅមកអាចផ្ញើជា PDF file ក្តីឬក៏ print กระดาษចេញដើម្បីវាខ្ចប់តាមនឹងមកអញ្ចឹងគេថា send input in create invoice process គាត់ថាបង្កើត print ទៅមក create invoice ចុចដើម្បី print បច្ចេកប័ត្រ output ណែ output គឺថាពេលគាត់ print បច្ចេកប័ត្រ software បងដឹងហើយគ្រូប្រាប់ថាត្រូវតែ input process និង output អញ្ចឹងសំណួរសួរថាពេលដែលយើង create invoice ចុចប្រើហ្នឹងគឺ input ហើយ input process ពេល output នៃ process in create invoice គឺទៅណាគឺបញ្ជូនទៅ2គឺទី1ចូលទៅនេះ complete ចូលហើយវាត្រូវគេបញ្ជូនទៅ invoice ទៅឲ្យអតិថិជន invoice output invoice ទៅឲ្យ customer បាទហើយនៅទៅឲ្យ invoice នេះហើយមួយទៀតគឺ account receivable ហ្នឹងតាក់ទងការ store ទុកយើងមិនបាច់គូសទេដោយសារ context diagram បងប្អូនអ្នកទាំងនេះចាំណាបងប្អូនគឺក្នុង context diagram គេគូសតែ process មួយអត់មាន data flow អត់ដែលមាន data store ទេមិនត្រូវឲ្យមាន data store ដោយហេតុផលគឺវាមិនបានវាបង្ហាញទៅឆ្កេះឆ្កាស់ច្រើនពេកអញ្ចឹងបានគេអត់គូស data store ទេគេគូសនៅតែប៉ុណ្្នឹងទេហើយគូស data store ពេលណា data store គេគូសនៅ diagram 0ដែលអ្នកនរនឹងឃើញវីដេអូបន្ទាប់ទៀតអូខេអញ្ចឹងពេលប៉ុណ្្នឹងបានអូខេទៅបានជាបន្តទៀត system នេះគេប្រាប់យើងទៀតថាអតិថិជនគាត់ទទួលបាន invoice ហើយជាទូទៅបងអូនគិតសម័យខ្លួនឯងទៅពេលដែលគាត់អូន order គេនោះគឺ complete គេនឹង send notification មួយនេះឯងបានទទួលសរសេរបានជោគជ័យមួយនៅក្នុង invoice បានទទួលទៅការបង់ប្រាក់ប៉ុណ្ណាហើយពេលដែលក្នុង invoice នឹងទទួលបាននៅការបង់ប្រាក់អ្នកនរគ្នាច្បាស់ជាគាត់ធ្វើអីគេអតិថិជនគេប្រាប់យើងនេះអតិថិជនគាត់ធ្វើការផ្ញើលុយធម្មតាបងអូនគិតឥឡូវអូនសម័យឃើញទៅទិញ online ទិញអីគេត្រូវឃើញប័ណ្ណធម្មតាទិញតាមថៅបៅតាម AliExpress វាឃើញព័ត៌មាន invoice គេឃើញទឹកប្រាក់ប្រហែលណាពេលនោះក៏អត់បង់លុយមាន Visa card អីទៅបង់លុយអញ្ចឹងគាត់ថាបង់លុយពេលបង់លុយវាត្រូវមានការ payment តាម invoice input ណា from account អញ្ចឹងពេលយើងទៅបង់លុយវាទៅ check មើលឲ្យយើងដឹងថាពេល apply payment ហ្នឹងrequire invoice detail មានន័យថាវាទៅ check មើលនៅក្នុង data requirement គឺ from ទៅ check ពីទឹកប្រាក់ជំពាក់ invoice detail ហ្នឹងទឹកប្រាក់ដែលគេជំពាក់នៃដែលគេមិនទាន់បង់លុយហ្នឹងបង់ធម្មតាបង់លុយវាកូដទៅ check ហើយវា check ទឹកប្រាក់នៅក្នុង table ហើយ store ទៅហើយ payment ហ្នឹងគឺ also output payment គឺ check ទៅមើលទៅបោះទៅឲ្យ account receivable វិញហ្នឹងហើយណាហើយ store output and output commission ទៅឲ្យផ្នែក sale នេះអញ្ចឹងយើងមើលទៅមានពូនេះអញ្ចឹងពេលទទួលបាន invoice គាត់ payment ទៅ payment គាត់នឹង system ហ្នឹងនឹងផលិតនឹងបញ្ជូនព័ត៌មានឲ្យដឹងទៅកាន់អ្នកគេខ្លះទៅកាន់អ្នក sales rep អ្នកតំណាងលក់អ្នកនឹងត្រូវបានទទួលប្រាក់ commission ភ្ញៀវរបស់អ្នកនរគ្នាបានលក់ទៅឲ្យគាត់ឥឡូវគាត់បង់លុយហើយគាត់ទទួលបានជោគជ័យនៅ process នៃការ invoice មួយហើយយល់ហ្នឹងហើយបន្តមកទៀត system ហ្នឹងក៏បញ្ជូនទៅកាន់bank deposit អូនសម័យឃើញ
ចឹងពេលនោះពេលណាអ្នកនរគ្នានិស្សិតយើងធ្វើបានច្រើនណាស់ហើយទាក់ទងនឹងការងារ e-commerce បង់ online ដែលអ្នកនរគ្នាបានឃើញក្នុងហ្នឹងពេលនោះបងអូនធ្វើតាម payment តាមបកងpay តាមជាអីគេនឹងឃើញហើយឃើញតាមក្នុងហ្នឹងហើយឃើញបងវូមកឃើញអញ្ចឹងធនាគារបានឃើញនេះទេអញ្ចឹងអូនសម័យឃើញខ្លួនអញតែ pay លើ online ដាក់តម្លៃកាតហើយពេលនោះបន្ទូទាត់បញ្ជូនផ្សារទៅកាន់អ្នកលក់ថាទទួលបានលក់ហើយទៅធនាគារទទួលបានទឹកប្រាក់ចូលនៅក្នុងកុងដែលនឹងមានទឹកប្រាក់សរុបវិញទៅយើងសម័យឃើញទីទៀតលោកគ្រូបង្ហាញលម្អិតនឹងទៀតតទៀតយើងនិយាយពីព័ត៌មានទៅកាន់ accounting ទេអញ្ចឹង system មួយនេះគឺបង្ហាញពីលម្អិតរួមដែលលម្អិតរួមនោះគេហៅឈ្មោះថា context diagram អញ្ចឹងដើម្បីឲ្យច្បាស់លម្អិតនៃ context diagram ហ្នឹងយើងត្រូវរៀបចំវីដេអូរៀបចំបន្តទៀតលម្អិតគេហៅថា diagram 0ដែលបង្ហាញលម្អិតនៅក្នុង context diagram ហ្នឹងអញ្ចឹងសម្រាប់វីដេអូមួយនេះសូមគូសូមបញ្ចប់តែប៉ុណ្្នឹងហើយសូមអ្នកដែលមិនទាន់ subscribe នៃវីដេអូនេះសូមជួយ subscribe ដើម្បីជាកម្លាំងចិត្តរបស់ខ្ញុំបានចុះអរគុណសម្រាប់ការទស្សនានៅវីដេអូមួយនេះចុះអរគុណសូមកុំភ្លេចរងចាំទស្សនាបន្តទៀតម្ដងទៀតគឺតាក់ទងនឹង diagram 0ក៏ដូចជា chart diagram ជាបន្តទៀតចុះអរគុណសម្រាប់ការចូលរួមទស្សនា